គឺតកតងជាមួយនឹងខាងសិទ្ធិមនុស្សបាទខាងសិទ្ធិមនុស្សដែលខាងក្នុងពេលកន្លងមកគឺមានសេចក្តីរាយការណ៍ខ្ញុំយកមកនេះគឺកាសែតខាងកម្ពុជាគឺបានគឺភ្នំពេញប៉ុស្តិ៍អញ្ចឹងឲ្យប្រិមត្តបានដឹងផងដែរដើម្បីឲ្យបានដឹងហើយក៏ខ្ញុំឃើញនៅខាងរដ្ឋាភិបាលកម្ពុជានឹងក៏មានផ្សាយដែរអញ្ចឹងគឺអ្វីដែលខ្លឹមសារសង្ខេបនឹងគឺខាងតំណាងអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំនៅទីក្រុងហ្សឺណែវគឺលោកអិនតារ៉ានោះគាត់បានជួបជាមួយនឹងស្នងការឧត្តមស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សតែម្ដងមេសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិហ្នឹងគឺដើម្បីជម្រាបជូននៅព័ត៌មានថ្មីអំពីចំនួនហ្នឹងដែលកើតមាននៅតាមព្រំដែនហ្នឹងគឺបើតាមសេចក្តីរាយការណ៍នេះឲ្យដឹងថាគឺជារឿងមួយដែលកម្ពុជាបានលើកឡើងពាក់ព័ន្ធជាមួយនឹងសារភាពតានតឹងនៅតាមបណ្ដោយព្រំដែនដែលនៅតែមានហើយការដែលប្រទេសថៃនឹងចូលឈ្លានពានជាបន្តបន្ទាប់ហើយមានការធ្វើសកម្មភាពប៉ះពាល់បង្ខំទៅដល់ជនស៊ីវិលរបស់កម្ពុជាដែលហើយនឹងអ្នកជាពិសេសអ្នកដែលនៅភូមិដែលរងផលប៉ះពាល់ហ្នឹងថែមទាំងការបំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋកម្ពុជាហ្នឹងហើយនឹងក៏មិនភ្លេចរំលឹកទៅដល់ការដែលថៃនៅបន្តឃុំខ្លួនទាហានរបស់កម្ពុជាទាំង18នាក់បាទទោះបីជាមានការធានាថាឲ្យវិលត្រឡប់មកវិញប៉ុន្តែនៅតែមិនទាន់ឲ្យត្រឡប់មកវិញបាទហើយក្នុងនោះកម្ពុជាក៏បានលើកឡើងអំពីការជន់មីនកាលពីថ្ងៃទី10ខែវិច្ឆិកាដែលថៃចោទកម្ពុជាថាជាអ្នកដាក់ក៏ប៉ុន្តែខាងកម្ពុជាពន្យល់ថាជាមានចាស់ដែលសល់តាំងពីក្នុងសង្គ្រាមកន្លងមកបាទហើយកម្ពុជាបានបញ្ជាក់ថាកម្ពុជានៅតែបដិញ្ញាចិត្តនៅក្នុងការដោះមីនបាទហើយគឺធ្វើយ៉ាងណាថៃកុំទៅដល់កន្លែងដែលមានអតីតកន្លែងតំបន់ប្រយុទ្ធគ្នានឹងពីព្រោះអាចនឹងមានបញ្ហាកើតឡើងបាទហើយនេះគឺជាភាគីកម្ពុជាដែលបានពន្យល់អំពីរឿងនេះហើយក៏ប៉ុន្តែក៏មិនភ្លេចពន្យល់ទៅដល់ករណីដែលមានការរំលោភបូកទៅលើពលករចំណាក់ស្រុករបស់កម្ពុជាដោយទាហានថៃចំនួន7នាក់ហើយក៏បានឲ្យអង្គការសហប្រជាជាតិគាត់ត្រាទុកអំពីបញ្ហានេះហើយក្នុងពេលកន្លងមកប្រិមត្តបានដឹងហើយគឺសារព័ត៌មានថៃបានរាយការណ៍ថាខាងភាគីថៃនោះបានបដិសេធប៉ុន្តែខាងកម្ពុជាបានយករឿងនេះទៅជម្រាបជូនមកអង្គការសហប្រជាជាតិហើយបើយោងតាមការផ្សាយរបស់ខាងរដ្ឋាភិបាលកម្ពុជាវិញគឺនៅក្នុងពេលហ្នឹងគឺខាងអង្គការសហប្រជាជាតិក៏គាត់បានបាទសំទោសគឺខាងកម្ពុជាបាទកម្ពុជាក៏និយាយអំពីរឿងដែលតាក់ទងជាមួយនឹងខាងអ្នកតំណាងបាទតំណាងពិសេសរបស់អង្គការសហប្រជាជាតិដែលទទួលបន្ទុករាយការណ៍អំពីបញ្ហាសិទ្ធិមនុស្សហ្នឹងមិនបានចេញសេចក្តីថ្លែងការណ៍ឬក៏ធ្វើសកម្មភាពយ៉ាងណាពាក់ព័ន្ធនឹងរឿងដែលកំពុងកើតមានឡើងជាពិសេសការរំលោភទៅលើជនស៊ីវិលរបស់កម្ពុជានោះទេបាទនេះគឺជាអ្វីដែលកើតឡើងហើយដោយសារតែមានរឿងនេះអញ្ចឹងបាទរឿងអញ្ចឹងខ្ញុំក៏សូមពន្យល់បន្ថែមទៀតចាំបានន័យថាពេលខ្លះយើងធ្វើការស្ថាប័នអង្គការសហប្រជាជាតិនៅក្នុងប្រទេសកម្ពុជាឬក៏ប្រទេសណាក៏ដោយបើកាលណាធ្វើការមិនល្អក៏ភាគីពាក់ព័ន្ធជាពិសេសដូចរដ្ឋាភិបាលក៏គេមានសិទ្ធិទៅតវ៉ាដល់អង្គការសហប្រជាជាតិដែរពីព្រោះនៅខាងអង្គការសហប្រជាជាតិទូយ៉ាងដូចជានៅក្នុងករណីនេះគឺមានតំណាងរបស់អង្គការសហប្រជាជាតិនៅហ្សឺណែវហ្នឹងអញ្ចឹងគេអាចទៅនិយាយដោយផ្ទាល់តែម្ដងថាការិយាល័យនៅកម្ពុជាហ្នឹងគឺចេញរបាយការណ៍មិនត្រឹមត្រូវមិនល្អអញ្ចឹងគេអាចតវ៉ាយ៉ាងដែរនៅអង្គការសហប្រជាជាតិនៅញូវយ៉កហ្នឹងក៏អញ្ចឹងដែរគេអាចនឹងនិយាយយ៉ាងណាបើសិនជានៅក្នុងកម្ពុជាហ្នឹងមានការសហការមិនបានល្អយ៉ាងម៉េចជាមួយនឹងប្រទេសសម័យហ្នឹងបាទអញ្ចឹងគឺមានណាសូម្បីតែទូតហ្នឹងក៏អញ្ចឹងដែរបាទទូតហ្នឹងក៏អញ្ចឹងដែរទូតនៅប្រទេសនីមួយៗហ្នឹងគឺក៏គេអាចទៅនិយាយជាមួយនឹងក្រសួងការបរទេសបានដែរអញ្ចឹងណាបាទឧទាហរណ៍ថាបើសិនជាមន្ត្រីទូតឬក៏តំណាងទូតនៅអាមេរិកនៅកម្ពុជាធ្វើការមិនចុះសម្រុងឬក៏មានអកប្បកិរិយាលំអៀងមិនល្អជាមួយនឹងប្រទេសសម័យហ្នឹងគឺខាងឯករដ្ឋទូតរបស់ប្រទេសហ្នឹងឬក៏ដូចថាក្នុងករណីកម្ពុជាចឹងអាចនឹងតវ៉ានិយាយយ៉ាងមកប្រាប់ក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកដែរអញ្ចឹងដូច្នេះការងាររបស់តំណាងទាំងអង្គការសហប្រជាជាតិតំណាងទូតនៅប្រទេសនីមួយៗនោះគឺធ្វើការគាត់មានការប្រយ័ត្នធ្វើយ៉ាងម៉េចឲ្យមានលក្ខណៈស៊ីសង្វាក់គ្នាព័ត៌មានអ្វីក៏ដោយការឆ្លើយឆ្លងគ្នាឲ្យមានស៊ីសង្វាក់គ្នាពីព្រោះគេអាចរាយការណ៍បានអញ្ចឹងទេដូចជាក្នុងករណីនេះគឺលោកវិធិតមន្តបន
លោកអត់មានបានចេញសេចក្តីថ្លែងការណ៍ឬក៏បញ្ចេញជំហរយ៉ាងម៉េចឥឡូវនេះខាងទូតកម្ពុជានៅអង្គការសហជីវជាតិនៅទីក្រុងហ្សឺណែវគាត់ទៅជួបមេនឹងបដ បាទហើយគាត់អាចរៀបរាប់អំពីបញ្ហាហ្នឹងណានេះគឺជាឧទាហរណ៍ជាក់ស្ដែងដែលខ្ញុំចង់ចែករំលែកជាចំណេះដឹងដល់ប្រិយមិត្តជាពិសេសក្មួយៗហើយនឹងបងប្អូនដែលចង់ដឹងរឿងការវិវត្តយ៉ាងម៉េចហ្នឹងទៀតណាបាទអញ្ចឹងព័ត៌មានទី3បាទព័ត៌មានទី3នេះគឺតកតងជាមួយនឹងសង្គ្រាមរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែនបាទមានការវិវត្តនេះគឺជាមិនជាទីរីករាយប្រមាណទេបើយោងតាមអគ្គលេខាធិការអគ្គសេនាធិការបាទអគ្គសេនាធិការរបស់កងទ័ពរុស្ស៊ីបានជម្រាបទៅដល់លោកប្រធានាធិបតីរុស្ស៊ីគឺលោក Vladimir Putin កាលពីថ្ងៃពហុណាកាលពីថ្ងៃម្សិលមិញដោយបានបញ្ជាក់ថាកងកម្លាំងរបស់រុស្ស៊ីឥឡូវនេះបានគ្រប់គ្រងទីក្រុងកូពីយ៉ាងរបស់អ៊ុយក្រែនហើយដែលទីក្រុងនេះនៅភាគឦសាននៃប្រទេសអ៊ុយក្រែនក៏ប៉ុន្តែពីខាងភាគីរបស់អ៊ុយក្រែននេះគាត់ប្រកែកណាគាត់ប្រកែកថាទេមិនទាន់បានគ្រប់គ្រងទីក្រុងកូពីយ៉ាងនោះទេបាទដោយបញ្ជាក់ថាគឺកងកម្លាំងរបស់ខាងអ៊ុយក្រែននៅតែគ្រប់គ្រងនៅឡើយទេបាទហើយខាងអ៊ុយក្រែនក៏បានបដិសេធសេចក្តីថ្លែងការណ៍របស់ខាងរុស្ស៊ីដែលថាកងកម្លាំងរបស់រុស្ស៊ីគឺបានគ្រប់គ្រងទីក្រុងធំពីរទៀតបាទគឺទីក្រុងពុកក្រៅដែលខាងរុស្ស៊ីអះអាងថាគ្រប់គ្រងហើយនឹងទីក្រុងមួយទៀតគឺវ៉ៅឆាត់ដែលនៅជាប់ព្រំដែនរបស់រុស្ស៊ីនេះបើតាមរបាយការណ៍ដែលខាងអគ្គសេនាធិការយោធារបស់រុស្ស៊ីរាយការណ៍ជូនប្រធានាធិបតីរុស្ស៊ីក៏ប៉ុន្តែខាងអ៊ុយក្រែនក៏ថានៅតែប្រយុទ្ធគ្នានៅឡើយទេបាទគឺមិនទាន់អាចនឹងបានគ្រប់គ្រងទេបាទហើយខាងវិមានកម្លាំងក៏បានរាយការណ៍ដឹងថាលោកពូទីនបានជូនដំណឹងអំពីស្ថានភាពនៅទីក្រុងសំខាន់ពីរមួយទៀតគឺក្រុងកូស្ទៀនទីនីវកាហើយនិងក្រាម៉ាថកបាទដែលនៅជុំវិញក្បែរតំបន់កូពីយ៉ាងនៅក្នុងតំបន់ខាគីវអញ្ចឹងគឺដោយដែលខ្ញុំបានជម្រាបពីមុនអញ្ចឹងគឺនៅគ្រប់ស្ទើរតែគ្រប់សមរភូមិទាំងអស់ខាងរុស្ស៊ីបន្តប្រយុទ្ធយ៉ាងខ្លាំងដោយប្រើកតាគេហៅថាកតាអាកាសធាតុធ្វើជាលក្ខណៈអំណោយផលទៅដល់ខាងរុស្ស៊ីគឺបានន័យថាគាត់ប្លង់ដាក់ខាងធម្មពលគឺរោងចក្រអគ្គិសនីហើយមេចុះអាប់អីហ្នឹងគឺគាត់ប្រើឱកាសហ្នឹងដែលអ៊ុយក្រែនកម្លាំងតិចប្រើ drone ហ្នឹងมันអាចនឹងគ្រប់គ្រងស្ថានភាពនៅសមរភូមិបានគាត់សម្រុកយកតែម្ដងបាទទោះក្នុងតម្លៃណាក៏ដោយរុស្ស៊ីប្រើមនុស្សចូលឲ្យខ្លាំងតែម្ដងបាទអញ្ចឹងគឺនេះគឺជាសេចក្តីរាយការណ៍បាទដែលតាក់ទងជាមួយនឹងក៏ប៉ុន្តែអ៊ុយក្រែនក៏ថាបើពុកក្រៅវិញគឺខាងរុស្ស៊ីបានគ្រប់គ្រង 70% ប៉ុន្តែនៅចំនួន 30% វិញគឺអ៊ុយក្រែននៅគ្រប់គ្រងនៅឡើយទេបាទអញ្ចឹងណាបាទនេះគឺជាការមួយដែលបានសេចក្តីរាយការណ៍នេះហើយខាងអ៊ុយក្រែនបានបដិសេធមកវិញបាទហើយដល់ឡែកការវិវត្តមួយទៀតបាទការវិវត្តមួយទៀតគឺតាក់ទងជាមួយនឹងរឿងនយោបាយវិញម្ដងបាទនេះគឺជារូបភាពអំពីស្ថានភាពនៅសមរភូមិដែលខ្ញុំជម្រាបជូនបាញ់មិញហ្នឹងហើយនៅលើសមរភូមិការទូតវិញម្ដងបាទសមរភូមិនយោបាយវិញម្ដងគឺបើយោងតាមផែនការសន្តិភាពដែលលោក Donald Trump បានស្នើឡើងហ្នឹងដើម្បីបញ្ចប់សង្គ្រាមរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែនហ្នឹងគឺមានន័យថាអ៊ុយក្រែនត្រូវប្រគល់ដីបន្ថែមទៀតទៅឲ្យរុស្ស៊ីហើយមិនត្រឹមតែប៉ុណ្ណោះគឺរុស្ស៊ីបានទទួលឲ្យចូលទៅក្នុងក្រុម G8 បាទថ្ងៃគេហៅថា G7 ក្រុមប្រទេសដែលមានឧស្សាហកម្មរីកចម្រើនទាំង8បាទតែម្ដងរុស្ស៊ីធ្លាប់នៅក្នុងនោះដែរណាក៏ប៉ុន្តែទៅបានដកចេញក្រោយពីចូលឈានពានតំបន់គ្រីមេបាទលេបយកតំបន់គ្រីមេហ្នឹងទៅបាទអញ្ចឹងឥឡូវនេះកិច្ចព្រមព្រៀងថ្មីហ្នឹងគឺឲ្យរុស្ស៊ីចូលវិញហើយមិនត្រឹមតែប៉ុណ្ណោះទេគឺហាមអ៊ុយក្រែនមិនឲ្យចូលអង្គការអូតង់ទេបាទនេះបើយោងតាមសេចក្តីស្នើព្រៀងដែលបានស្នើឡើងហើយទីសារព័ត៌មាន Axios បានរាយការណ៍ហើយទីប្រឹក្សាព័ត៌មាន AP បានដកស្រង់មករាយការណ៍បន្ថែមបាទហើយក៏ប៉ុន្តែគឺក៏មិនទាន់បញ្ជាក់ថាតើអ៊ុយក្រែនព្រមទទួលយកឬយ៉ាងណានោះទេអត់ទាន់បានបញ្ជាក់ទេណាគ្រាន់តែអ្វីដែលខាងរុស្ស៊ីហើយនឹងសហរដ្ឋអាមេរិកបានជួបពិភាក្សាគ្នាបាទដើម្បីផ្ដល់ជូនជាយោបល់នេះទៅខាងអ៊ុយក្រែនស្នើឡើងព័ត៌មានទី1នេះគឺខាងរដ្ឋលេខាធិការដ្ឋានខាងកិច្ចការព្រំដែនគាត់បានចេញសេចក្តីប្រកាសព័ត៌មានហើយប្រិយមិត្តអាចចូលទៅអានសេចក្តីប្រកាសព័ត៌មានជាភាសាខ្មែរទាំងស្រុងនៅតាម Facebook ដែលខ្ញុំបានចែករំលែកផងដែរដើម្បីជាព័ត៌មានទៅដល់ប្រិយមិត្តទាំងអស់គ្នា
ក៏ប៉ុន្តែអ្វីដែលខ្ញុំអាចសង្ខេបបានណាខ្ញុំគាត់ថាសង្ខេបជូនទេគឺតាក់ទងជាមួយនឹងការវាស់វែងណាបង្គោលនៅចន្លោះបង្គោលព្រំដែនលេខ42និង47ដែលនៅក្នុងនោះគឺមានកាត់ឆ្លងកាត់ភូមិជោគជ័យនិងភូមិព្រៃច័ន្ទដែលស្ថិតនៅក្នុងឃុំភូមិសាស្ត្រឃុំអូ3ជាន់ដែលប្រជាពលរដ្ឋកម្ពុជាគឺកំពុងតែព្រួយបារម្ភខ្លាំងគឺនៅក្នុងខេត្តបន្ទាយមានជ័យណាបើតាមការបញ្ជាក់ឲ្យដឹងហ្នឹងគឺការប្រើប្រាស់ហ្នឹងគឺឲ្យបានដឹងថាការវាស់វែងក្រុមប្រវែងរួមគ្នាហ្នឹងគឺធ្វើការប្រតិបត្តិការនឹងជាយូរមកហើយដែរណាតាំងពីឆ្នាំ2006ម្លេះដូច្នេះគ្រាន់តែរឿងនេះឥឡូវនេះវាមានរឿងទំនាស់ព្រំដែនអញ្ចឹងវាលេចធ្លោអញ្ចឹងទៅខាងព្រំដែនហ្នឹងគឺក៏បញ្យល់ឲ្យប្រិមិត្តបានយល់បន្ថែមទៀតអំពីបញ្ហាហ្នឹងគឺការងាររបស់គាត់គឺដើម្បីរុករកហើយហ្នឹងកំណត់ឲ្យបានឃើញឲ្យច្បាស់នៅទីតាំងបង្គោលស៊ីម៉ង់ដែលទាំង74ដែលបានដាក់ចន្លោះរួមគ្នាហ្នឹងដោយគណៈកម្មការព្រំដែនខាងឥណ្ឌូចិនហើយនិងសៀមហ្នឹងនៅចន្លោះឆ្នាំ1919ហើយនិង1920អញ្ចឹងកាលហ្នឹងគឺក្រោយពីមានសន្ធិសញ្ញាបារាំងសៀម1904 1907មកគឺមានការកំណត់ឲ្យដាក់បង្គោលព្រំដែនហ្នឹងបាទអញ្ចឹងគឺក្រុមការងារហ្នឹងគាត់ទៅរកឲ្យបានឃើញឡើងវិញដោយសារភូមិសាស្ត្រនោះបើយើងមើលតាមផែនទីលើกระดาษនៅពីឆ្ងាយនោះគឺដូចស្រួលប៉ុន្តែស្ថានភាពជាក់ស្ដែងគឺដោយសារតែមានអីមានព្រៃមានអីនឹងពិបាកអញ្ចឹងក៏ដូច្នេះទៅរកកន្លែងនេះបានជាក់លាក់ឲ្យច្បាស់លាស់ដែរអញ្ចឹងនេះគឺបើតាមការបញ្ជាក់ឲ្យដឹងគឺដំណើរការគណៈកម្មការហ្នឹងគឺបាទផ្អែកទៅលើដំណើរការដែលបានចេញដោយគណៈកម្មការខាងព្រំដែនតាំងពីឆ្នាំ1908 1909ផងដែលគេកំណត់បង្គោលព្រំដែនហ្នឹងបាទដែលមានសម្រាប់ជូនទាំងអស់គ្នាហើយគឺកិច្ចការនេះដូចខ្ញុំបានជម្រាបកាលពីពេលមុនមកហើយគឺបានចាប់ផ្ដើមតាំងពីថ្ងៃទី18ហ្នឹងមានការប្រជុំគ្នាបាទហើយមានការចុះវាស់វែងបាទហើយតាំងពីថ្ងៃ19 20មកហើយបើតាមឯកសារនៅពិសេសអ្វីដែលប្រិមិត្តបារម្ភខ្លាំងហ្នឹងគឺឯកសារតើឯកសាររូបមួយណាពីព្រោះអីខាងភាគីថៃគាត់ទាមទារលើផែនទីលើខ្នាត150,000មកយើងលើ1លើ200,000អញ្ចឹងបើយោងតាមសេចក្តីប្រកាសព័ត៌មាននេះគឺការវាស់វែងហ្នឹងបាទគឺឈរទៅលើបាទគេថាអនុសញ្ញាស្តីពីការយោគយល់ MOU ឆ្នាំ2000ហើយនឹងគឺហៅថាកិច្ចព្រមព្រៀងមួយទៀតនៅឆ្នាំ2003ដែលតាមឯកសារដើមគឺក្នុងការបញ្យល់កន្លងមកគឺឈរទៅលើផែនទីសំទុះទៅលើសន្ធិសញ្ញា1904 1907អញ្ចឹងដូច្នេះនេះគឺជាការមួយដែលក្រុមគណៈកម្មការគាត់បើរៀបចំការងារនេះជូនកំពុងធ្វើការងារនេះឲ្យជម្រាបជូនប្រិមិត្តទាំងអស់គ្នាឲ្យបានដឹងអញ្ចឹងខ្ញុំសូមអនុញ្ញាតយកមកចែកជូនតែប៉ុណ្ណេះទេបាទដូច្នេះប្រិមិត្តអាចចូលទៅអានលម្អិតព័ត៌មាននឹងបន្ថែមទៀតពីព្រោះអីដោយសារតែមានប្រតិកម្មច្រើនអញ្ចឹងមានការព្រួយបារម្ភអញ្ចឹងត្រឡប់មកវិញអ្វីដែលខ្ញុំអាចសន្និដ្ឋានបានគឺបានន័យថានៅខាងថៃគាត់និយាយមិនរឿងរបស់គាត់ប៉ុន្តែការងារជាក់ស្ដែងគឺនៅតែគោរពតាមអ្វីដែលជាគេដំណើររបស់អាណានិគមបារាំងអញ្ចឹងនេះគឺជាអ្វីដែលខ្ញុំអាចជម្រាបជូនប្រិមត្តបានដែលយើងទទួលបានតាមប្រភពព័ត៌មានផ្លូវការហ្មងណាបាទឥឡូវនេះព័ត៌មានទី4បាទព័ត៌មានទី4គឺតកតងជាមួយនឹងការផ្សាយរបស់ខាង Newsweek គាត់បានរាយការណ៍ដឹងថាសហរដ្ឋអាមេរិកបានតម្លើងសាច់ដុំបាទបង្ហាញសាច់ដុំនៅក្នុងសមុទ្រក្បែរប្រទេសវេណេស៊ុយឡាតែម្ដងគឺដោយបង្ហោះយន្តហោះយោធាដោយធ្វើប្រតិបត្តិការគេហៅថាប្រតិបត្តិការសាកល្បងសមគ្នានៅជិតដែនអាកាសរបស់វេណេស៊ុយឡាតែម្ដងបាទនេះបើយោងតាមទិន្នន័យដែលគេបានចែករំលែកទៅដោយប្រព័ន្ធវិភាគព័ត៌មានស៊ើបការតាមអនឡាញណាបើអញ្ចឹងដូចខ្ញុំបានជម្រាបចឹងគឺនៅអាមេរិកនេះគឺមានក្រុមហ៊ុនដែលគេធ្វើការងារថាស៊ើបការឯកជនហ្នឹងអ្នកណាចង់បានហ្នឹងគឺអាចនឹងបង់លុយបង់កាយហ្នឹងយកបានហ្នឹងខ្ញុំធ្លាប់បានមើលបាន2ឆ្នាំដែរគេឲ្យ free កាលហ្នឹងដល់ឥឡូវហ្នឹងគឺគេបិទគេយកលុយថ្លៃទៀតអត់មានលុយជាវលែងបានដឹងច្រើនអញ្ចឹងដឹងទៅតាមព័ត៌មានមកអញ្ចឹងបើតាមទិន្នន័យបាទទិន្នន័យនៃអ្នកវិភាគ
ខាងព័ត៌មានចារកម្មតាមអនឡាញដែល open source ទេនេះគឺជាមិនជាព័ត៌មានដែលគេសម្ងាត់ទេគឺព័ត៌មានដែលគេឲ្យបើកឲ្យដឹងទូលំទូលាយទៅនោះទេគឺនេះគឺជាការមួយដែលបង្ហាញនៅការខិតខំប្រឹងប្រែងរបស់លោកប្រធានាធិបតី Donald Trump នៅក្នុងការដាក់សម្ពាធទៅលើប្រធានាធិបតី Venezuela លោក Nicolas Maduro ហើយបើតាមសេចក្តីរាយការណ៍នេះឲ្យដឹងថាយន្តហោះចម្បាំងយន្តហោះចម្បាំងហ្នឹងគឺហោះចេញពីនាវាដឹកយន្តហោះ USS Gerald Ford USS Gerald Ford ហ្នឹងគឺជានាវាដឹកយន្តហោះដែលធំជាងគេបំផុតនិងទំនើបជាងគេបំផុតរបស់សហរដ្ឋអាមេរិកឥឡូវនេះទៅសមុទ្រក្បែរហ្នឹងហើយអញ្ចឹងឥឡូវនេះគឺបញ្ចេញយន្តហោះចម្បាំងហោះសាកល្បងនៅក្បែរដែនអាកាសរបស់ Venezuela ហ្នឹងតែម្ដងដើម្បីចង់ធ្វើតេស្តបាទនេះបើតាមមន្ត្រីដែលបានបញ្ជាក់ហ្នឹងគឺមន្ត្រីរបស់សហរដ្ឋអាមេរិកម្នាក់បានបញ្ជាក់ថាដើម្បីចង់សាកល្បងមើលប្រព័ន្ធសមត្ថភាពប្រព័ន្ធការពារដែនអាកាសរបស់ Venezuela បាទមន្ត្រីសហរដ្ឋអាមេរិកនិយាយចឹងហ្មងបាទគឺហោះទៅក្បែរហ្នឹងចង់ដឹងមើលតើប្រព័ន្ធការពារដែនអាកាសរបស់ Venezuela ហ្នឹងយ៉ាងម៉េចដែរក៏ប៉ុន្តែមន្ត្រីនោះគាត់សុំមិនគាត់បញ្ចេញឈ្មោះដែរគឺលោក Tommy Pigott បាទ Tommy Pigott ដែលជាអ្នកនាំពាក្យរងនៃក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកតែម្ដងបាទមន្ត្រីគឺក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកហ្មងបាទគាត់ថាសហរដ្ឋអាមេរិកឥឡូវនេះគឺកំពុងតែធ្វើប្រតិបត្តិការដើម្បីកំទេចពួកមេជួញដូរថ្នាំញៀនដើម្បីអនុវត្តតាមការសន្យារបស់លោកប្រធានាធិបតី Donald Trump នៅក្នុងការធ្វើយ៉ាងណាឲ្យព្រំដែនរបស់យើងមានសុវត្ថិភាពហើយនឹងកម្ចាត់ភេរវករថ្នាំញៀនហើយក៏ដូចជាហាមឃាត់មិនឲ្យថ្នាំញៀនហ្នឹងចូលមកសហរដ្ឋអាមេរិកបានហើយអានេះបើតាមលោក Tommy Pigott ដែលជាអ្នកនាំពាក្យរងរបស់ក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកបានប្រាប់សារព័ត៌មាន Newsweek ហើយបើតាមបញ្ជីរបស់សហរដ្ឋអាមេរិកគឺលោករបបរបស់លោក Maduro ឬក៏រដ្ឋាភិបាលរបស់លោក Maduro ហ្នឹងគឺសហរដ្ឋអាមេរិកបាទមិនចាត់ទុកថាជាដឹកនាំដោយមេដឹកនាំស្របច្បាប់ទេអញ្ចឹងខុសគ្នាណាគឺលោក Maduro គាត់ថាគាត់ដឹកនាំស្របច្បាប់ប៉ុន្តែខាងសហរដ្ឋអាមេរិកគាត់ថាមិនស្របច្បាប់ទេគឺខុសច្បាប់ហើយសហរដ្ឋអាមេរិកចាត់ទុកលោក Maduro គ្រាន់តែជាជនដែលគេចពីសំណាញ់ច្បាប់របស់សហរដ្ឋអាមេរិកតែប៉ុណ្ណោះបាទហើយជាអ្នកមួយដែលធ្វើការងារធ្វើឲ្យប៉ះពាល់ទៅដល់សន្តិសុខនៅក្នុងតំបន់ហើយបាទគឺជាថ្នាំពុលសម្រាប់ប្រជាពលរដ្ឋអាមេរិកនេះគឺជាអ្វីដែលសហរដ្ឋអាមេរិកបានលើកឡើងណាបាទអញ្ចឹងបានជាសហរដ្ឋអាមេរិកគាត់បាទដាក់នាវាចម្បាំងនាវាដឹកយន្តហោះហើយមានយន្តហោះចម្បាំងហោះទៅក្បែរកន្លែងហ្នឹងដើម្បីធ្វើសកម្មភាពនៅពេលណាមួយបាទក៏ប៉ុន្តែកាលពីប្រហែលថ្ងៃមុនលោកប្រធានាធិបតី Donald Trump បានបញ្ជាក់ថារដ្ឋាភិបាលរបស់លោក Maduro នោះបានតាក់ទងមកសុំចរចាដោយផ្ដល់ឲ្យលក្ខខណ្ឌមួយចំនួនមកឲ្យសហរដ្ឋអាមេរិកក៏ប៉ុន្តែខ្លឹមសារលម្អិតគឺអត់ទាន់បានដឹងទេបាទអត់ទាន់បានដឹងទេណាបាទអញ្ចឹងនេះគឺជាព័ត៌មានទី4ឥឡូវនេះព័ត៌មានទី5បាទព័ត៌មានទី5តាក់ទងជាមួយនឹងផលប៉ះពាល់នៃការតានតឹងឬក៏ចំនួនព្រំដែនរវាងកម្ពុជានិងថៃហ្នឹងបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Travel Mole នេះគាត់ថាប៉ះពាល់ប្រទេសទាំងពីរតែម្ដងប៉ះពាល់គួរសមដែរណាប៉ះពាល់ដល់គួរសមដែរហើយខ្ញុំធ្លាប់ជួបប្រិមិត្តណាគាត់ធ្លាប់ធ្វើការងារខាងផ្នែកទេសចរហ្នឹងបាទគាត់បានបញ្ជាក់ប្រាប់ថាពិតជាមានចឹងមែនបាទអញ្ចឹងដូច្នេះបើតាមសារព័ត៌មាននេះគាត់ថាការផ្ទុះឡើងជាថ្មីណារវាងកម្ពុជានិងថៃទៅលើបញ្ហាព្រំដែនទៅលើចំនួនដែលមានស័ព្ទហ្នឹងគឺប៉ះពាល់បាទមានការប៉ះពាល់ខ្លះដែរបាទទៅលើវិស័យទេសចរនៃប្រទេសទាំងពីរបាទជាពិសេសនៅថៃគឺប៉ះពាល់នៅតំបន់ភាគឦសានដែលនៅជាប់ព្រំដែនកម្ពុជាបាទគឺជាតំបន់មួយដែលមានទេសចរអន្តរជាតិចូលចិត្តទៅកំសាន្តលេងនៅទីនោះហើយនៅប្រទេសកម្ពុជាវិញគឺផលប៉ះពាល់ក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងដែរនៅបញ្ហាហ្នឹងគឺបើតាមការចងក្រងគឺឲ្យដឹងថាចំនួនទេសចរសរុបពីខែមករាដល់ខែកញ្ញាដែលមកកម្ពុជាហ្នឹងគឺធ្លាក់ចុះ 8.8% ណាបើតាមការចងក្រងហើយខណៈដែលតាមផ្លូវអាកាសវិញបាទផ្លូវអាកាសបាទអញ្ចឹងគឺជាទូទៅទេសចរធ្លាក់ចុះអស់ 8.8% យល់តើនេះបានជាទូទៅក៏ប៉ុន្តែទេសចរដែលទៅប្រទេសកម្ពុជាតាមផ្លូវអាកាសគឺបែរជាឡើងបាទឡើងចំនួន 22.4% វិញគឺបាទឡើងទៅដល់ 2.1 លាននាក់ហើយតួលេខទូទៅធ្លាក់ចុះហ្នឹងដោយសារអី
ផ្លូវគោកតិចជាអ្នកប៉ះពាល់អញ្ចឹងការធ្វើដំណើរតាមផ្លូវគោកបើតាមផ្ទះសម្រាប់ដីនេះគឺថាឲ្យដឹងថាធ្លាក់ចុះអស់ 26.5% អញ្ចឹងវាប៉ះបើគ្នាអញ្ចឹងផ្លូវគោកធ្លាក់ចុះអស់ច្រើនតែផ្លូវអាកាសកើនឡើងបន្តិចប៉ុន្តែដល់ពេលសរុបទៅគឺនៅតែធ្លាក់ចុះដែរប៉ុន្តែធ្លាក់ចុះអស់ 8.8% ទេបើអញ្ចឹងគឺបើតាមផ្លូវគោកហ្នឹងគឺចំនួនអ្នកធ្លាក់ចុះហ្នឹងអស់ប្រហែលជា 80,000 នាក់មកច្រើនណាស់ណាជិត1លានណា 80,000 នាក់គួរចំដែរគឺកម្ពុជាបានកត់ត្រាការចូលតាមផ្លូវគោកនេះបាទគឺមានចំនួន2លាន2សែននាក់ក្នុងរយៈពេល9ខែបាទធ្លាក់ចុះពីមុនគឺមានរហូតដល់3លាននាក់ជាងណាបាទនៅតាមទុនន័យហ្នឹងហើយដោយសារតែមានការបិទព្រំដែនគោកទាំងសងរវាងប្រទេសទាំងពីរចាប់តាំងពីខែមិថុនាមកពីព្រោះទេសចរមួយចំនួនគាត់ដូចជានៅក្នុងនេះគាត់ថាដូចជាឡាវដូចជាអីហ្នឹងគឺគាត់មុននឹងមកកម្ពុជាពេលខ្លះគាត់ទៅប្រទេសថៃហើយបានចូលមកកម្ពុជាអញ្ចឹងទៅឥឡូវហ្នឹងនៅពេលដែលបិទអញ្ចឹងគឺធ្លាក់ចុះខ្លាំងបាទអញ្ចឹងគឺមានការផលប៉ះពាល់ដែរណាហើយមានផលប៉ះពាល់មួយចំនួនដែរដោយសារតែជាពិសេសខាងកូរ៉េនេះតាមការចងក្រងរបស់គាត់គឺដូចជាកូរ៉េខាងត្បូងក៏ធ្លាក់ចុះដែរដោយសារតែផលប៉ះពាល់នៃរលកនៃព័ត៌មានឬក៏ការឆបោកតាមអនឡាញហ្នឹងគឺក៏មានផលប៉ះពាល់ដែរដោយសារតែមានព័ត៌មានស្ដីពីការចាប់ពង្រត់ជនជាតិកូរ៉េបាទជាច្រើនដែលមកធ្វើការដូច្នេះហើយនឹងប៉ុន្តែសារព័ត៌មាននេះក៏ឲ្យដឹងថានៅក្នុងខែកញ្ញាកន្លងទៅនេះគឺមិនមែនតែកម្ពុជាទេគឺទីផ្សារអាស៊ីទាំងអស់តែម្ដងក៏ធ្លាក់ចុះដែរបាទទីផ្សារអាស៊ីទាំងមូលក៏ធ្លាក់ចុះដែរលើកលែងតែប្រទេសចិននិងតៃវ៉ាន់បាទប្រទេសចិននិងតៃវ៉ាន់ដូចជាមិនអីទេបាទគឺមានការធ្លាក់ចុះហ្នឹងគឺពាក់ព័ន្ធជាមួយនឹងការឆោបោកអនឡាញហ្នឹងក៏ជាមួយក្តីមួយបារម្ភដែរណាបាទអញ្ចឹងគឺគាត់បានផ្ដល់នៅតួលេខច្រើនទៀតតាក់ទងជាមួយនឹងអាល្លឺម៉ង់ជាមួយនឹងជនជាតិអង់គ្លេសអាមេរិកអីជាច្រើនបាទប៉ុន្តែឥឡូវនេះខ្ញុំសូមចូលទៅដល់ខាងភាគីថៃណាភាគីថៃវិញបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាននេះគឺខាងភាគីថៃក៏ធ្លាក់ចុះផងដែរបើគឺប៉ុន្តែថៃទោះបីជាធ្លាក់ចុះមិនចំនួនរបស់គាត់នៅតែកើនឡើងគឺចំនួនរហូតដល់26លាន7ណាចាប់តាំងពីខែមករាដល់ខែតុលាគាត់ធ្លាក់ចុះជាសរុបគឺធ្លាក់ចុះ 7.2% ដែរបាទទីផ្សារអាស៊ីគឺរងផលប៉ះពាល់ខ្លាំងដោយសារតែការធ្លាក់ចុះច្រើនអញ្ចឹងគឺមានការធ្លាក់ចុះនៅខាងថៃហ្នឹងក៏ច្រើនហើយមានផលប៉ះពាល់ទៅដល់តំបន់មួយចំនួនដែរបាទមានទេសចរដែលធ្លាប់ទៅលេងនៅថៃគឺតាមខេត្តនីមួយៗតួលេខនេះក៏បានបង្ហាញឲ្យតាមខេត្តនីមួយៗឧទាហរណ៍ដូចជាខ្ញុំសូមជូនតួលេខមួយដូចជានៅខេត្តសុរិននេះជាប់កម្ពុជាណាខេត្តសុរិនហ្នឹងគឺទេសចរធ្លាក់ចុះអស់ 38% នៅក្នុងខែកក្កដាហើយដល់ពេលខែសីហាធ្លាក់ចុះអស់ 51% បាទនៅខេត្តស៊ីសាកេតបាទស៊ីសាកេតក៏ជាប់កម្ពុជាហ្នឹងគឺក៏ធ្លាក់ចុះជាបន្តផងដែរអញ្ចឹងដូច្នេះគឺផលប៉ះពាល់របស់ថៃគឺជាពិសេសនៅខេត្តនៅតាមបណ្ដោយព្រំដែនគឺចន្ទបុរីខេត្តត្រាតហ្នឹងក៏មានផលប៉ះពាល់ដែរអញ្ចឹងហើយធ្វើឲ្យចំនួនទេសចរទូទៅធ្លាក់ចុះបាទអញ្ចឹងនេះគឺជាផលប៉ះពាល់ដែលខាងសារព័ត៌មាន Travel Mall នេះគាត់បានចងក្រងឡើងអំពីផលប៉ះពាល់នៃចំនួនព្រំដែនរវាងកម្ពុជាហើយនិងថៃបាទនេះគឺជាព័ត៌មានសំខាន់ដែលខ្ញុំចងក្រងសម្រាប់ប្រិយមិត្តទាំងអស់គ្នាចាបាទអញ្ចឹងនៅកម្ពុជាយប់ហើយសូមបញ្ចប់តែប៉ុណ្ណេះហើយបើសិនជាមានសំណួរអ្វីយើងនឹងសួរឆ្លើយគ្នានៅល្ងាចទៀតខ្ញុំឆ្លើយម្សិលមិញខ្វះមួយចំណុចអញ្ចឹងចាំខ្ញុំល្ងាចនេះលោកបានយ៉ាណាសួរម្សិលមិញបាទអញ្ចឹងខ្ញុំឆ្លើយខ្វះមួយចំណុចចាំល្ងាចនេះខ្ញុំនឹងបន្ថែមចម្លើយបន្ថែមទៀតអញ្ចឹងសូមអរគុណប្រិយមិត្តដែលចូលមកទទួលការចែករំលែកព័ត៌មាននេះហើយយើងជួបគ្នានៅល្ងាចនេះទៀតសម្រាប់អ្នកនៅសហរដ្ឋអាមេរិកសម្រាប់អ្នកនៅក្នុងប្រទេសកម្ពុជាគឺនៅថ្ងៃស្អែកព្រឹកម៉ោង 8 ព្រឹកបាទសូមអរគុណសូមជម្រាបលា